សង្វេគណាស់ក្មេងស្រីពីកាដៃជើងត្រូវឪពុកម្ដាយបោះបង់ចោលក្នុងខ្ទមដាច់ស្រយាលផ្ញើវាសនាលើលោកតាជរាតដុនដាប់ម្នាក់ទឹកភ្នែករលីងរលោងដង្ហើយរកសពរសជនជួយសង្គ្រោះខេត្តសៀមរាបជារឿងរ៉ាវដ៏សាន់ខ្លោចចិននិងគួរឲ្យសង្វេគជាពន់ពេងខណៈក្មេងស្រីអាយុ13ឆ្នាំម្នាក់ឈ្មោះហននីដែលជាជនពីកាដៃជើងត្រូវបានអ្នកមានគុណបង្កើតមកសម្រាប់ចិត្តបោះបង់ចោលឲ្យរស់នៅក្នុងខ្ទមដ៏តូចចង្អៀតមួយកណ្ដាលទីដាច់ស្រយាលដ៏ស្ងាត់ជ្រងំយ៉ាងកំសត់ម្នាក់ឯងប៉ុន្តែជាភ័ព្វសំណាងនៅក្នុងស្រមោលដ៏ខ្មៅងងឹតនោះក៏មានពន្លឺមនុស្សធម៌មួយបានលេចឡើងដោយលោកតាបិណ្ឌម៉ៅវ័យជាង76ឆ្នាំម្នាក់ដែលមានជីវភាពក្រខ្សត់គ្មានសាច់ញាតិនិងរស់នៅតែម្នាក់ឯងដែរនោះបានប្រទះឃើញដោយក្តីអាណិតអាសូរនិងចិត្តមិនដាច់មើលរំលងពីភាពលំបាកវេទនារបស់ក្មេងស្រីរងគ្រោះលោកតាក៏បានហុចដៃយកអាសានាំយកមកចិញ្ចឹមបីបាច់ថែរក្សានិងទំនុកបំរុងបែងទឹកជាប្រចាំថ្ងៃអស់រយៈពេលជាង10ខែមកហើយទោះបីជាមិនមែនជាសាច់ញាតិបង្កើននិងទោះបីជាជីវភាពផ្ទាល់ខ្លួនរបស់លោកតាកំពុងស្ថិតនៅក្នុងភាពខ្វះខាតដុនដាប់ខ្លាំងយ៉ាងណាក៏ដោយទិដ្ឋភាពទឹកមុខដ៏ក្រៀមក្រំនិងការអំពាវនាវទាំងទឹកភ្នែករលីងរលោងបច្ចុប្បន្ននៅក្នុងខ្ទមដ៏កំសត់ស្ថិតនៅក្នុងភូមិចាស់ទឹកដីឃុំពងរលើស្រុកជីក្រាញ់ខេត្តសៀមរាបទាំងលោកតាជរានិងចៅស្រីពីកាកំពុងតែរស់នៅទាំងក្តីអស់សង្ឃឹមដង្ហើយរកជំនួយពីសប្បុរសជនទាំងទឹកមុខស្រពាប់ស្រពោននិងភ្នែករលីងរលោងលោកតាជរាដែលគ្មានសាច់ញាតិឬកូនចៅមើលថែរូបនេះបានរៀបរាប់ទាំងអូលដាំក៏ថាខ្លួនគាត់ផ្ទាល់ពិតជាគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមបីបាញ់ប្អូនស្រីពីកានោះឲ្យបានល្អប្រសើរឡើយព្រោះវ័យរបស់គាត់កាន់តែជរាចំណែកកម្លាំងកំហែងរកស៊ីក៏គ្មានរាល់ថ្ងៃនេះមានតែការបួងសួងនិងការអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេសតែប៉ុណ្ណោះដើម្បីសុំសេចក្តីមេត្តាជួយសង្គ្រោះដល់ដង្ហើមជីវិតរបស់ពួកគាត់ទាំងពីរនាក់បន្ទាប់ពីមានការផ្សព្វផ្សាយជាបន្តបន្ទាប់តាមបណ្ដាញសង្គម Facebook ដោយក្តីអាណិតអាសូរមួយនេះបានជ្រាបទៅដល់ក្រុមអ្នកសារព័ត៌មានព្រះសង្ឃនិងសប្បុរសជនជាច្រើនជាក់ស្ដែងនៅថ្ងៃទី6ខែកក្កដាឆ្នាំ2026នេះសប្បុរសជនមកពីតាមបណ្ដាឃុំផ្សេងៗនៅក្នុងស្រុកជីក្រាញ់ដឹកនាំដោយលោកខៀមរស់នៅភូមិជ័យឃុំពងរលើបានធ្វើដំណើរចុះមកដល់ខ្ទមកំសត់នោះដោយផ្ទាល់ដើម្បីពំនាំនៅថវិកាគ្រឿងឧបភោគបរិភោគសម្លៀកបំពាក់ទឹកបរិសុទ្ធទឹកស៊ីអ៊ីវនិងទឹកត្រីទៅជួយឧបត្ថម្ភសម្រាប់ទុកលំបាកមួយគ្រាស្រមោលអនាគតដ៏ស្រពេចស្រពិលទោះជាយ៉ាងណាជំនួយទាំងនេះគ្រាន់តែជាការជួយសង្គ្រោះនិងសម្រាប់ទុកបណ្ដោះអាសន្នតែប៉ុណ្ណោះជីវិតទៅថ្ងៃមុខរបស់លោកតាបិណ្ឌម៉ៅដែលវ័យកាន់តែចាស់ជ្រេដៃជើងកាន់តែទន់ខ្សោយទៅមុខមិនរួញនិងក្មេងស្រីពីកាដែលមិនអាចជួយខ្លួនឯងបានតតែសោះនៅតែជាស្រមោលដ៏ខ្មៅងងឹតនិងជាក្តីបារម្ភដ៏ធំធេងក្នុងនាមអង្គភាពគេហទំព័រប្រមាញ់ជ័យដានធីវីរួមជាមួយសប្បុរសជនដែលបានចូលទៅដល់ទីតាំងផ្ទាល់សូមគោរពអំពាវនាវយ៉ាងទទូចនិងស្មោះស្ម័គ្របំផុតដល់បងប្អូនសប្បុរសជនខ្មែរទាំងក្នុងនិងក្រៅប្រទេសមេត្តាផ្ដល់ក្តីសង្ឃឹមហុចដៃមេត្តាករុណានិងចែករំលែកនៅសេចក្តីជ្រះថ្លាទោះតិចក្តីច្រើនក្តីតាមរយៈការធ្វើបុណ្យដាក់បានសន្សំកុសលជួយឧបត្ថម្ភថវិកាឬស្បៀងអាហារដើម្បីបន្តដង្ហើមជីវិតនិងផ្ដល់ភាពកក់ក្ដៅដល់លោកតានិងក្មេងស្រីដ៏កំសត់នេះផងព័ត៌មានសម្រាប់ការជួយឧបត្ថម្ភបើសិនជាបងប្អូនសប្បុរសជនមានចិត្តជ្រះថ្លាចង់ជួយឧបត្ថម្ភថវិកាដោយផ្ទាល់អាចទំនាក់ទំនងមកកាន់អង្គភាពយើងខ្ញុំតាមរយៈលេខទូរស័ព្ទ097 66 94 776 012 33 92 44 087 33 92 44សូមទំព័រប្រវត្តិសាស្ត្រនៃក្តីមេត្តាករុណារបស់បងប្អូនជួយប្រែរក្សាជីវិតដ៏ជួយចាត់មួយនេះផងចុះសូមអរគុណនិងសូមអនុមោទនាបុណ្យ